មន្ត្រីជំនាញព្រំដែនកម្ពុជាបញ្ជាក់ថាកំណត់ព្រំដែនបង្គោលលេខ52ដល់59ក្នុងស្រុកកំរៀងខេត្តបាត់ដំបងមិនមានវិវាទជាមួយថៃនោះទេប៉ុន្តែការសាងសង់របងដោយឯកតោភាគីដោយយោធាថៃនៅចន្លោះបង្គោល52ដល់54បើទោះបីជាថៃអះអាងថាស្ថិតនៅក្នុងទឹកដីរបស់ខ្លួនក៏ដោយក៏អាចបង្កបញ្ហាដល់នីតិវិធីកំណត់ព្រំដែននៅថ្ងៃក្រោយការបកស្រាយនេះធ្វើឡើងដោយលោកស្រូវបូរ៉ាអគ្គនាយកកិច្ចការបច្ចេកទេសព្រំដែនខណៈដែលគម្រោងរបងព្រំដែនរបស់ថៃកំពុងបន្តសាងសង់នៅកំណត់ព្រំដែនចន្លោះបង្គោលលេខ52ដល់59ជាប់ស្រុកកំរៀងខេត្តបាត់ដំបងលោកស្រូវបូរ៉ាបញ្ជាក់កាលពីចុងខែមិថុនាឆ្នាំ2026ថាកំណត់ព្រំដែននេះត្រូវបានភាគីកម្ពុជានិងថៃឯកភាពគ្នាតាំងពីឆ្នាំ2008លើទីតាំងបង្គោលព្រំដែនគំនូខ្សែព្រំដែននិងឯកសារទ្វេភាគីបន្តមកទៀតនៅឆ្នាំ2025ក្រុមការងារវាស់វែងចម្រុះនៃប្រទេសទាំងពីរក៏បានចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នបន្ថែមដោយមានគម្លាតប្រហែល50ម៉ែត្រពីគ្នាព្រមទាំងបង្កើតផែនទីរូបថតដើម្បីត្រៀមការខ័ណ្ឌសេមាលើដីជាក់ស្ដែងលោកបន្តថាបន្ទាប់ពីការងារវាស់វែងភាគីទាំងពីរក៏បានឯកភាពសាងសង់ផ្លូវល្បាតព្រំដែនរៀងៗខ្លួនដោយផ្លូវល្បាតទាំងសងខាងមានគម្លាតប្រហែល3ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនលោកបញ្ជាក់ថាការងារទាំងនេះបង្ហាញថាកំណត់52ដល់59មានភាពច្បាស់លាស់លើដីជាក់ស្ដែងនិងមិនមានបញ្ហាវិវាទរវាងភាគីទាំងពីរឡើយក៏ប៉ុន្តែក្តីបារម្ភរបស់កម្ពុជាគឺការសាងសង់របងដោយឯកតោភាគីដោយភាគីថៃមុនពេលគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បញ្ចប់ការងារបច្ចេកទេសលោកស្រូវបូរ៉ាបន្ថែមថាកម្ពុជាមិនជំទាស់ចំពោះការសាងសង់របងព្រំដែនឡើយប្រសិនបើការសាងសង់នោះធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេសស្ថិតនៅក្នុងទឹកដីរបស់ថៃនិងមានការឯកភាពពី JBC ជាមុនគួររំលឹកថាថៃបានចាប់ផ្ដើមសាងសង់របងព្រំដែននេះកាលពីថ្ងៃទី2ខែមេសាឆ្នាំ2026ដោយឯកតោភាគីដំណាក់កាលទី1ចន្លោះបង្គោលលេខ52ដល់54មានប្រវែង 1.3 គីឡូម៉ែត្រសម្រាប់បាន 45% ហើយខណៈដែលដំណាក់កាលទី2នឹងពង្រីកពីបង្គោល54ដល់59ប្រវែងប្រមាណជា7គីឡូម៉ែត្រទៀតគម្រោងទាំងមូលមានប្រវែង 8.3 គីឡូម៉ែត្រដោយមានរបងជញ្ជាំងបេតុងកម្ពស់ជិត2ម៉ែត្រដាក់បន្លាលួសពីលើធ្វើឲ្យកម្ពស់សរុបជាង4ម៉ែត្រខ្ញុំរស់សុធាពី News Today NTTVបញ្ជាបិទបើកទឹកដោយស្វ័យប្រវត្តិជាមួយម្រាមដៃ Controller Pro C ជួយអ្នកគ្រប់គ្រងវ៉ានបិទបើកទឹកបានដល់6ទីតាំងអាចកំណត់ម៉ោងបានច្បាស់លាស់ជួយសន្សំសំចៃទឹកពេលវេលានិងកម្លាំងពលកម្មប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃសម្រាប់សួនច្បារអ្នកជ្រើសរើស Pro C ពីកែនឥឡូវនេះ